Hello everyone ជំរាបសួរអ្នកសិក្សាភាសាអង់គ្លេសទាំងអស់គ្នាថ្ងៃនេះខ្ញុំបង្ហាញពីអក្ខរក្រមក្នុងភាសាអង់គ្លេសមាន26តួ Alphabet អក្ខរក្រម A for apple ផ្លែប៉ោម B for ball បាល់ C for cat ឆ្មា D for dog សត្វឆ្កែ E for elephant សត្វដំរី F for fish ត្រី G for goat សត្វពពែ H for hen មេមឿន I for ice cream ការ៉េម J for jelly ចាហួយ K for kite ខ្លែង L for lion សត្វតោ M for monkey សត្វស្វា N for nose ច្រមុះ O for owl សត្វទីទុយ P for parrot សត្វសេក Q for queen ម្ចាស់ស្ត្រី R for rabbit សត្វទន្សាយ S for snake សត្វពស់ T for tiger សត្វខ្លា U for umbrella ឆ័ត្រ V for van ឡានដឹកទំនិញ W for watermelon ផ្លែឪឡឹក X for xylophone រដាប់លេងភ្លេង Y for yo-yo យ៉ូយ៉ូប្រដាប់ក្មេងលេង Z for zebra សត្វសេះបង្កង់